មេវាចេះត្រឹមប៉ុណ្ណេះបង្អាប់គេបង្អាប់ឯងបង្អាប់ទាំងអស់ហ៊ុនម៉ាណែតឡើងតាមជើងខោអត់ចេះអីទេសួរថាលោកឯងចេះអីដែរក្រៅទៅពីដើរបំផ្លាញហើយមានរឿងមួយដែលខ្ញុំគួរតែនិយាយបើកវងកញ្ចក់បន្តិចអាមុំទី2ហ្នឹងគឺវាមិនតាន់ចប់ទេមានអ្នកសារព័ត៌មានមួយទៅដល់សាកលវិទ្យាល័យ Bristol ដើម្បីសងសុំថតចម្លងនៃខេបបទរបស់ហ៊ុនម៉ាណែតបណ្ឌិតហ៊ុនម៉ាណែតប៉ុន្តែសាកលវិទ្យាល័យ Bristol បានបញ្ជាក់ថាគេគ្មានសិទ្ធិដើម្បីផ្ដល់នៃខេបបទរបស់និស្សិតណាឲ្យទៅអ្នកផ្សេងទេពេលនោះគេបើកយុទ្ធនាការវាយប្រហារហ៊ុនម៉ាណែតអំពីសមត្ថភាពរបស់ហ៊ុនម៉ាណែតខ្ញុំក៏បានទូរស័ព្ទទៅសួរថាកូនតើសប្តាហ៍ថ្ងៃនៅនឹងខ្លួនមាននិខេបបទទេតើនិខេបបទខ្ញុំមានតាចុះកូនឯងបង្ហោះបានអត់បង្ហោះបានអញ្ចឹងម៉ាណែតក៏សុំបង្ហោះទាំងនិខេបបទបណ្ឌិតសេដ្ឋកិច្ចនៅឯសាកលវិទ្យាល័យ Bristol និងក៏សុំបង្ហោះនៅសារណាស្ដីនៅអនុបណ្ឌិតនៅសាកលវិទ្យាល័យ New York ទៅជាមួយគ្នាចាប់តាំងពីនោះមកគ្មានអ្នកណានិយាយមួយម៉ាត់មូលហេតុអីមូលហេតុអាអ្នកដែលវាប្រមាថនោះវាមិនមែនជាបណ្ឌិតដូច្នេះតើវាមានសិទ្ធិអីទៅពិនិត្យនៅនិខេបបទបណ្ឌិតអាហ្នឹងចំណុចទី1ដោយសារវាមិនមែនជាបណ្ឌិតអញ្ចឹងវាមិនអាចមកវាយតម្លៃនិខេបបទថ្នាក់បណ្ឌិតបានទេហើយចំណុចទី2បើទោះបីជាអ្នកឯងជាបណ្ឌិតក៏ដោយហើយបើសិនជាអ្នកឯងហ៊ានវិនិច្ឆ័យលើនិខេបបទបណ្ឌិតនេះអ្នកឯងមិនមែនវាយក្បាលហ៊ុនម៉ាណែតទេវាយក្បាលសាកលវិទ្យាល័យ Bristol និងសាស្ត្រាចារ្យដែលជាក្រុមប្រឹក្សាការពារនិខេបបទរបស់ហ៊ុនម៉ាណែតអញ្ចឹងទេខ្ញុំដឹងខ្ញុំយល់តែថ្ងៃនេះខ្ញុំនិយាយថាពួកអ្នកឯងអ្នកខ្លះបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភ្នំពេញជិះយន្តហោះមកយប់ដល់ប្រទេសបារាំងคล้ายទៅជាបណ្ឌិតសាស្ត្រាចារ្យទៀតផងទៅរួចទៅកើតនេះដែលហៅថាល្បិចភូតលើគុកអ្នកណាមិនស្គាល់មនុស្សខ្លះរៀនក្រោមដំបូលហ៊ុនសែនកសាងហ៊ានទាំងកាត់រូបហ៊ុនសែនជូនមេដាយឲ្យទៅទៀតប៉ុន្តែជិះយន្តហោះពីភ្នំពេញដល់ប្រទេសបារាំងត្រឹមតែមួយយប់គេคล้ายទៅជាបណ្ឌិតคล้ายទៅជាបណ្ឌិតអញ្ចឹងកូនចៅរបស់គេបែបនេះមនុស្សធននេះតើអាចយកជាគ្នាបានទេ